សម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឯកឧត្តម Ingo Hans Carsten ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ជួយជំរុញលើការងារសំខាន់3គឺការជំរុញអ្នកវិនិយោគអាល្លឺម៉ង់មកបណ្ដាក់ទុននៅកម្ពុជាការជំរុញអ្នកទេសចរអាល្លឺម៉ង់មកទស្សនាកម្ពុជាឲ្យកាន់តែច្រើននិងការជួយបង្កើនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាបន្ថែមទៀតសេចក្តីស្នើរបស់សម្ដេចវិបុលសេនាភក្តីបានធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអនុញ្ញាតឲ្យឯកឧត្តម Ingo Hans Carsten ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសវនកម្មនិងសម្ដែងការគួរសមនាវេលាម៉ោង 9 ព្រឹកថ្ងៃទី 27 ខែតុលាឆ្នាំ 2016 នៅវិមានព្រឹទ្ធសភានៅក្នុងជំនួបនោះសម្ដេចវិបុលសេនាភក្តីបានសម្ដែងនៅទឹកចិត្តសោមនស្សរីករាយនិងស្វាគមន៍ចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាដោយសម្ដេចមានជំនឿជឿជាក់ថាឯកឧត្តមឯកអគ្គរដ្ឋទូតនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀតសម្ដេចបានបញ្ជាក់ថាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមនិងស្ថានទូតអាល្លឺម៉ង់នៅកម្ពុជាដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេសទាំងពីរឯកឧត្តម Ingo Hans Carsten បានជម្រាបជូនសម្ដេចប្រធានព្រឹទ្ធសភាថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាល្អជាងរដ្ឋធម្មនុញ្ញរបស់ប្រទេសអាល្លឺម៉ង់នៅលើចំណុចកម្ពុជាបើកឲ្យមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋដូចជាសិទ្ធិក្នុងការបញ្ចេញមតិសិទ្ធិធ្វើនយោបាយដោយគ្មានការហាមឃាត់ជាដើមឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថាសហគមន៍អឺរ៉ុបបានផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឧបករណ៍បច្ចេកទេសសម្រាប់បម្រើការងារចុះឈ្មោះបោះឆ្នោតក៏ដូចជាដំណើរការការបោះឆ្នោតផងដែរឯកឧត្តមបានបញ្ជាក់ថានាពេលខាងមុខនេះស្ថាប័នព្រឹទ្ធសភានិងរដ្ឋសភារបស់អាល្លឺម៉ង់នឹងជួយផ្ដល់សម្ភារៈនិងគាំទ្រនៅដំណើរការសភាកម្ពុជាឲ្យកាន់តែល្អប្រសើរតាមរយៈរដ្ឋាភិបាលនិងអង្គការ Konrad Adenauer របស់អាល្លឺម៉ង់សម្ដេចបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្ដល់ជំនួយជាបន្តបន្ទាប់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទសុខាភិបាលសាលាក្តីខ្មែរក្រហមកំណែទម្រង់ដីធ្លីសុខភាពម្ដាយនិងទារកវិមជ្ឈការសុវត្ថិភាពម្ហូបអាហារអភិបាលកិច្ចល្អនិងការផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាសម្ដេចបានចាត់ទុកថាជំនួយរបស់ប្រជាជននិងរដ្ឋាភិបាលអាល្លឺម៉ង់បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានិងរួមចំណែកក្នុងការធ្វើកំណែទម្រង់នានានៅកម្ពុជាទន្ទឹមនឹងនេះសម្ដេចបានមានប្រសាសន៍ថាកម្ពុជាកំពុងស្ថិតក្នុងដំណើរការចុះឈ្មោះបោះឆ្នោតហើយមកដល់ពេលនេះមានប្រជាជនបានចុះឈ្មោះបោះឆ្នោតរួចហើយជាង 6.3 លាននាក់ក្នុងចំណោមប្រជាជន 9.6 លាននាក់ដែលមានសិទ្ធិបោះឆ្នោតសម្ដេចសង្ឃឹមថាប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា